បងប្អូនបានសាករសជាតិបុកអំបិលបកានេះហើយឬនៅគឺមានរសជាតិឆ្ងាញ់យ៉ាងបុកអំបិលផ្សេងទាំងអស់ណាគ្រាន់តែឃើញពណ៌សម្បុរក៏ដឹងថាមានរសជាតិឆ្ងាញ់យ៉ាងណាដែរបងប្អូនជាពិសេសយើងទុកកាន់តែយូរគឺមានរសជាតិកាន់តែងុំឆ្ងាញ់លឹះមុនទ្វេដល់ហើយឥឡូវនេះគឺដល់សម្បូរខែស្វាយចាស់បដើបងប្អូនគឺថាបានយកមកជ្រលក់អំបិលបកាអញ្ចេះណាគឺថាមានរសជាតិឆ្ងាញ់មែនទែនបងប្អូននិយាយរួមមានរសជាតិឆ្ងាញ់ខ្លាំងតែម្ដងចាហើយទាំងអស់នេះគឺជាគ្រឿងផ្សំសម្រាប់យើងយកទៅត្រៀមធ្វើអំបិលបកាណាចាយើងមានស្ករសមានប៊ីចេងមានម្ទេសទុំពណ៌ក្រហមហើយនិងពណ៌ខៀវមានអំបិលមានកូនហៃប៊ីកញ្ចប់ល្អតូចណាបន្តមកទៀតមានរ៉ូឌីមានទឹកត្រីហើយចុងក្រោយគឺមានម្ទេសអាចសាត់ហើយនិងខ្ទឹមសមួយកូនចាមុនដំបូងគឺយើងត្រូវយកខ្ទឹមសណាបងប្អូនមានខ្ទឹមសមួយកូនចានយកមកបុកឲ្យបែកឲ្យម៉ត់ប៉ុណ្នេះមកណាចាបន្តមកយើងចាប់ផ្ដើមដាក់ម្ទេសបុកចូលជាមួយហើយម្ទេសគឺខ្ញុំប្រើចិត្តមួយចានចង្កឹះបងប្អូនបើសិនជាបងប្អូនមិនសូវជាចូលចិត្តហើយទេយើងអាចបន្ថែមបន្ថយទៅតាមនោះបានខ្ទឹមសជាមួយម្ទេសបានល្អិតប៉ុណ្នេះហើយយើងនោះដាក់ចានមកដើម្បីលាយគ្រឿងបន្តទៀតចូលមានស្ករសខ្ញុំប្រើជាងកន្លះចានចង្កឹះអំបិលមួយស្លាបព្រាបាយប៊ីចេងគឺមួយចុងស្លាបព្រាម្សៅរ៉ូឌីគឺ3ស្លាបព្រាបាយបងប្អូនបន្ទាប់ពីយើងលាយគ្រឿងផ្សំបានរួចរាល់ហើយយើងចាក់ដាក់ខ្ទះមួយបងប្អូនយើងដើម្បីយកទៅកូរលើភ្លើងណាចាហើយគ្រឿងផ្សំនេះគឺខ្ញុំដាក់ប៉ុណ្ណេះគឺមកល្មមបងប្អូនរសជាតិយើងយកឲ្យរៀងផ្អែមបន្តិចបានហូបទៅបានមកឆ្ងាញ់ដោយសារតែយើងនៅប្រើបកាដាក់រ៉ូឌីឲ្យរៀងប្រៃនេះនោះទៀតមកយើងយករសជាតិឲ្យរៀងផ្អែមប្រៃតិចទៅបងប្អូនយើងយកទៅជ្រលក់ជាមួយម្ជូរបានជួយកាត់បន្ថយជាតិជូរបានយើងហូបទៅបានឆ្ងាញ់ណាចំពោះការបើកភ្លើងគឺយើងបើកភ្លើងរឹមបានហើយបងប្អូនដើម្បីឲ្យគ្រឿងក្រៅរបស់យើងរលាយបានល្អចានៅពេលដែលគ្រឿងក្រៅយើងរលាយបងប្អូនគឺយើងឃើញសភាពបែបនេះបងប្អូនមើលទៅឃើញរាវណាបន្ទាប់មកទៀតគឺយើងដាក់ទឹកត្រីមួយស្លាបព្រាបាយចូលផងដែរចាបុកអំបិលម្ទេសកាលណាដែលយើងថែមទឹកត្រីអញ្ចេះគឺធ្វើឲ្យរសជាតិអំបិលម្ទេសរបស់យើងគឺមានរសជាតិឆ្ងាញ់ប្លែកតែម្ដងណាបន្ទាប់ពីដាក់ទឹកត្រីរួចយើងឆាមកត្រឡប់ពីហើយយើងចាក់បកាក្រៀមចូលបងប្អូនបកាក្រៀមខ្ញុំប្រើកន្លះចានចង្កឹះហើយខ្ញុំក៏មានបន្ថែមម្ទេសអាចសាត់នឹងចំនួន4-10គ្រាប់ផងដែរបងប្អូនចាហើយយើងកូរតាមមកត្រឡប់ពីយើងអាចលើកអំបិលម្ទេសបកាយើងចេញបានហើយតែប៉ុណ្ណេះគឺរួចរាល់ហើយបងប្អូនអើយគឺថាមានរសជាតិឆ្ងាញ់មែនទែនបងប្អូនមានរសជាតិឆ្ងាញ់ប្លែកតែម្ដងលើកទី1ហើយដែលខ្ញុំធ្វើអំបិលបកាហូបឯណាសពដងក្របុកអំបិលម្ទេសធម្មតាមិនដែលមានដាក់ទឹកត្រីអីចេះទេបងប្អូនអើយបុកអំបិលបកានេះមិនត្រឹមតែយើងអាចញ៉ាំជាមួយម្ជូរស្វាយទេគឺយើងអាចញ៉ាំបានជាមួយម្ជូរផ្សេងចម្រុះគ្រប់មុខធ្វើឲ្យម្ជូររបស់យើងគឺកាន់តែមានរសជាតិឆ្ងាញ់ចាឥឡូវនេះឃើញថាអំបិលបការបស់យើងគឺបានធ្វើរួចរាល់ហើយបងប្អូនមើលទៅគឺថាតំណងមែនទែនចំណែកឯរសជាតិគឺខ្ញុំឲ្យបន្ទុក10 លើ 10តង់ម្ដងចាហើយការធ្វើតាមរបៀបខ្ញុំនេះគឺទុកបានយូរមែនទែនបងប្អូនអត់ងាយខូចទេណាសំខាន់ឲ្យតែយើងនៅពីហូបគឺយើងចាប់ហូបអីឲ្យល្អល្អិតមកហើយយើងមានកឡអីបិទមូលអីតែចិត្តមកបងប្អូនហើយធានាក៏ទុកបានយូរខែមែនទែនសម្រាប់ខ្ញុំនេះគឺខ្ញុំបុកអំបិលបកាញ៉ាំជាមួយស្វាយចាស់ហើយនិងស្ទ្រប៊ឺរីណាបងប្អូនគឺញ៉ាំទៅគឺថាចាប់ជាតិគ្នាខ្លាំងមែនទែនហើយសំខាន់អំបិលបការបស់យើងក៏មានរសជាតិហើយមួយក៏ធំទឹកត្រីទេបងប្អូនហើយនិយាយរួមគឺត្រូវខ្នួចគ្នាខ្លាំងដល់ម្ដងនោះណាចាហើយបើសិនជាបងប្អូនត្រូវការទិញផ្លែឈើស្រស់ជាពិសេសស្ទ្រប៊ឺរីអីដូចរបស់ខ្ញុំអញ្ចេះបងប្អូនអាចទៅតាក់ទងទិញនៅតូបបងម៉ាប់ផ្សារក្រោមបានគឺពេលព្រឹកគឺលក់នៅក្នុងផ្សារពេលល្ងាចគឺគាត់លក់នៅខាងក្រៅផ្សារបងប្អូនគឺនៅខាងមុខផ្សារណាគាត់មានលេខទូរស័ព្ទចាំខ្ញុំតម្លែកជូននៅក្នុងខមមិនខាងក្រោមហើយបងប្អូនបងម៉ាប់ក៏គាត់មានទទួលរៀបចំជាផ្លែឈើដាក់កត្រកគ្រប់កម្មវិធីផងដែរចាហើយការបង្ហាញរបស់ខ្ញុំគឺបានរួចរាល់ហើយបងប្អូនសូមអរគុណច្រើនជម្រាបលា